តើបងប្អូនគ្នាមករៀនពីការកាត់ស្នោឆ្នាំ2026ដែលម៉ាស៊ីនយើង upgrade ទៅកាន់កម្មវិធីបជាថ្មីគឺកម្មវិធី Max3 ដូចទៅនឹង CNC បងប្អូនប្រើម៉ាស៊ីនកាត់ស្នោហើយដូចបានចេះខ្លះៗទៅលើម៉ាស៊ីន CNC អញ្ចឹងចិត្តទី1នៅក្នុងការធ្វើ file ខ្ញុំណែនាំបងប្អូនឲ្យប្រើជាមួយនឹងកម្មវិធី Corel ពេលដែលបើកកម្មវិធី Corel មកគឺយើងយកផ្ទាំងថ្មី new នេះឬក៏យក file new អញ្ចឹងពេលដែលយើងបើកមកអាទំហំនេះវាជាទំហំមួយដែលយើងបានកំណត់ចាស់ឬក៏ជាទំហំអ្នកខាងលើនេះបងប្អូនអាចកំណត់ទៅលើទំហំត្រង់នេះជាទំហំផ្ទៃ page ឲ្យធំជាងស្នោរបស់យើងឬក៏ប្រព័ន្ធស្នោដែលយើងមានទៅអញ្ចឹងកន្លែងຂະຫນាត unit បងប្អូនយកជាមីលីម៉ែត្រហើយត្រង់ទំហំនេះយើងដាក់1000សម្រាប់ម៉ាស៊ីនកាត់ស្នោ1ម៉ែត្រគុណនឹងកន្លះម៉ែត្រអញ្ចឹង1000គុណនឹង450មកចោល5ហ៊ុនEnter អញ្ចឹងយើងបានទំហំហ្នឹងណាតមកទៀតនៅក្នុងការសរសេរអក្សរយើងយកកន្លែងអក្សរ A យកមកសរសេរមកតែបើសិនជាប្រអប់ជ្រុងគឺយើងយកកន្លែងនេះអញ្ចឹងឥឡូវខ្ញុំបរៀនទៅលើការគូជ្រុងធម្មតាសិនហើយសម្រាប់ tool ទាំងអស់នេះគឺជាកន្លែងគូឯនេះមានអីផ្សេងៗនេះបងប្អូនអាច search មើល YouTube ពីការប្រើប្រាស់កម្មវិធី Corel X7 មានជាភាសាខ្មែរដែលបងប្អូនយើងចែករំលែកច្រើនមែនតើអញ្ចឹងគឺយើងឥឡូវយើងបដោតទៅលើការគូជ្រុងមួយសិនទំហំមួយតាក់គុណមួយតាក់អញ្ចឹងខ្ញុំគូមួយតាក់គុណមួយតាក់ខ្ញុំចាប់ទាញអញ្ចឹងមកហើយខ្ញុំដាក់ຂະຫນាតនេះបើយើង select ចេះហើយយើងវាយຂະຫນាតវានៅខាងលើនេះអញ្ចឹងຂະຫນាតខាងលើនេះដោយសារតែជាប្រភេទមីលីម៉ែត្រយើងយក100គុណហ្នឹងកន្លែងនេះ100ដែរតែឯសោនេះដោះវាសិនមក100ដាក់100ទៀតមក Enter អញ្ចឹងនេះគឺជាទំហំ100គុណ100តមកទៀតយើងមកស្ដាំយកពាក្យថា convert to curve បើទោះជាអក្សរក៏ដោយក៏យើងត្រូវតែ convert ដែរដោយសារតែជា font มันអាចយកទៅប្រើប្រាស់ direct ទៅលើការកាត់ទេតតែជាប្រភេទគេហៅថា vector ណាបងប្អូនអញ្ចឹងការដែលយើង convert to curve នេះមានន័យថាវាទៅជា vector file ហើយដូចទៅនឹង AutoCAD អញ្ចឹងកន្លែងនេះគឺយើងយក file ហើយយកពាក្យថា save as បន្តមកទៀតត្រង់កន្លែង save as type នេះយកពាក្យថា svg នេះ svg កតុយវាគឺ .svg ពេលបានប៉ុណ្ណឹងហើយកន្លែងឈ្មោះនេះបងប្អូន note មួយទៅឧទាហរណ៍ទៅខ្ញុំដាក់លេខ 1w ហើយខ្ញុំដាក់នៅលើ desktop អាផ្ទាំង background ដែលយើងដំបងចូលបំផុតណាអញ្ចឹងយើង save មកដល់ចំណុចនេះបងប្អូនត្រូវកំណត់តាមខ្ញុំឲ្យត្រូវគឺទី1គឺ svg 1.1 តមកទៀតអាកន្លែង Unicode នេះគឺ UTF-8 ហាមយក16គឺអត់ដើរទេតមកទៀតកន្លែង document setup គឺកន្លែង ink នេះបដូរទៅជាមីលីម៉ែត្រតមកទៀតកន្លែង drawing precision នេះគឺយកវាទៅជា 1.1 ហើយខាងក្រោមនេះ export text គឺយក as text ចឹងមកហាមយក as curve អញ្ចឹងកន្លែងនេះអូខេអញ្ចឹងកន្លែងនេះបងប្អូនផ្ទៀងផ្ទាត់មួយមកគឺធ្វើម៉េចឲ្យដូចអ្វីដែលខ្ញុំកំណត់អញ្ចឹងទៅគឺมันមានបញ្ហាទេអូខេរួចតមកទៀតបងប្អូនត្រូវបើកកម្មវិធីមួយឈ្មោះថា SCNC នេះ SCNC គឺកម្មវិធីសម្រាប់យើងបំលែងទៅលើ line ដែលវាកងគ្នាឲ្យទៅជា line តែមួយរត់អត់ឲ្យខ្វែងគ្នាយើងអាចកាត់ស្នោតខូចអក្សរអញ្ចឹង file យើងចុចឡើងនេះមកយើង open អា file ដែលយើងបាន save មិញហ្នឹងគឺនៅលើ desktop នេះ 1.svg open វាមកហើយរងចាំមក plate សិនទៅតែដាច់ខាតបងប្អូនអាកម្មវិធីនេះគឺអត់អាចប្រើអ៊ីនធឺណិតបានទេនៅពេលដែលយើងប្រើប្រាស់វាសូមមេត្តាបិទអ៊ីនធឺណិតជាបន្ទាន់បើមិនចឹងទេវា load សារតែមកបងប្អូនត្រូវខ្វែងវារហូតអាហ្នឹងវាអត់ខូចអីទេប៉ុន្តែវាដោយសារតែកម្មវិធីនេះវាមានរឿងរបស់វាអាហ្នឹងខ្ញុំខ្ជិលនិយាយច្រើនគាត់ខ្ញុំឲ្យបងប្អូនយល់សិនកម្មវិធីហ្នឹងក៏ប្រើធ្វើអីអញ្ចឹងចូល edit យក move design នេះដើម្បីអង្គិលប្រអប់ហ្នឹងឲ្យទៅគៀកនៅខាងចុងបើបងប្អូនយក00គឺយើងឈប់ខ្សែ redstone ត្រង់ណាគឺវាទៅចេញវាតំណឹងមកហ្មងនេះគៀកចេះហើយ edit ទៀតមកយកពាក្យថា auto join បន្ទាប់មកបងប្អូនយក file ហើយ export G code អញ្ចឹងយើងនឹងបានឈ្មោះថ្មីគឺ 1w.tab បងប្អូនចង់ដូរឈ្មោះក៏បានដែរអញ្ចឹងវាឡើង .svg ទៀតហើយគឺ .tab file ហ្នឹងហើយដែលជា file ដែលយើងយកទៅ run ម៉ាស៊ីនកាត់ស្នោ save នៅលើ desktop នេះអញ្ចឹងបងប្អូនតាមដានមួយយើងចាប់អត់បានគឺយើងត្រូវធ្វើមួយ
តមកទៀតគឺយើងបើកកម្មវិធីបញ្ជាម៉ាស៊ីនដែលមានឈ្មោះថា Max3 អូខេកម្មវិធីខ្ញុំមិនតាន់បានតម្លើងឥឡូវយើង skip ចូលវីដេអូថ្មីសិនអានេះប៉ុណ្ណឹងចាំយើងខ្ញុំតម្លើងរួចខ្ញុំនឹងបង្ហាញបងប្អូនបន្តទៀតនៅភាគទី2សម្រាប់ការកាត់ស្នោ See you next time កុំភ្លេចមើលវីដេអូភាគបន្តបាយ